លលោកអ្នកគិតថាកូនរបស់លោកអ្នកប្រព្រឹត្តខុសគឺចាប់ផ្ដើមនៅពេលណាសួស្តីនាងខ្ញុំឈ្មោះហេងចាវ័នអ្នកឯកទេសចិត្តសាស្ត្រកុមារតាមការសិក្សារបស់លោកស្រីសាស្ត្រាចារ្យតេនយ៉ាប៊ីរុនអ្នកឯកទេសចិត្តសាស្ត្រកុមារមកពីប្រទេសអង់គ្លេសបានបង្ហាញថាកុមារបច្ចុប្បន្នស្វែងបិទតែមានភាពឆ្លៀសវៃប៉ុន្តែពួកគេងាយប្រឈមនឹងធ្លាក់ខ្លួនជាជនរងគ្រោះដើម្បីស្វែងយល់ពីបញ្ហានេះសូមចូលរួមសាកល្បងឆ្លើយនឹងសំណួរខាងលើជាមួយនាងខ្ញុំលោកអ្នកគិតថាកូនរបស់លោកអ្នកប្រព្រឹត្តខុសដោយសារ1. កត្តាមជ្ឈដ្ឋានរស់នៅ 2. របៀបនៃការចិញ្ចឹម3បាច់កូន 3. ការរំអានមុខភ័ក្ត្រខុសនាងខ្ញុំគិតថាមានមនុស្សជាច្រើនបានជ្រើសរើសចម្លើយច្រើនជាងមួយចំណុចឬអាចជ្រើសយកទាំង3ចំណុចតែម្ដងតែទោះជាយ៉ាងណាឪពុកម្ដាយជាច្រើនបានដាក់បន្ទុកលើកូនរបស់ពួកគេនៅពេលដែលពួកគេប្រព្រឹត្តកំហុសគឺដូចជាការជេរស្ដីឬការដាក់ទណ្ឌកម្មលើរាងកាយជាដើមដូច្នេះមានន័យថាចំណុចទី1គឺជាទង្វើដែលឪពុកម្ដាយកម្ពុជាបច្ចុប្បន្នបានអនុវត្តជាប្រពៃណីយ៉ាងណាក្ដីខាងក្រោមនេះគឺជាប្រការ4យ៉ាងដែលអាចជួយឲ្យកូនរបស់លោកអ្នកលូតលាស់ធំដឹងក្ដីឡើងប្រកបដោយភាពរីករាយឯករាជ្យនិងប្រកួតប្រជែងសម្រាប់អនាគតរបស់ពួកគេដោយខ្លួនឯងប្រការ1គឺការបង្កើតទម្លាប់ដ៏ត្រឹមត្រូវកូនរបស់យើងត្រូវការមជ្ឈដ្ឋានល្អដើម្បីលូតលាស់ឲ្យបានត្រឹមត្រូវបន្តទៀតគឺជាទម្លាប់ដែលយើងឃើញជាប្រចាំទម្លាប់តម្រូវចិត្តកូននៅពេលដែលក្មេងយំទាចង់បានអ្វីមួយការផ្ដល់ឲ្យរបស់ទាំងអស់នោះដើម្បីធ្វើឲ្យក្មេងបាត់យំគឺគ្រាន់តែជួយខ្លួនឯងដោះស្រាយបញ្ហារបស់ក្មេងតែមួយពេលប៉ុណ្ណោះហើយវាក៏ជាឥទ្ធិពលអាក្រក់ដល់ពួកគេដូច្នេះអ្វីដែលយើងគួរធ្វើគឺយើងគួរសួរសំណួរសាមញ្ញទៅកាន់ពួកគេដូចជាហេតុអ្វីបានជាកូនត្រូវការវាឬដើម្បីបានវាតើកូនត្រូវធ្វើអ្វីខ្លះការសួរបែបនេះជួយឲ្យខួរក្បាលរបស់ក្មេងចាប់ផ្ដើមចេះពិចារណាបែងចែកអំពីភាពខុសគ្នារវាងតម្រូវការនិងចំណង់ទម្លាប់មួយទៀតដែលយើងគួរពិចារណាគឺការប្រាប់កូនពីលទ្ធផលអវិជ្ជមានយើងមិនគួរបំភ័យកូនពីលទ្ធផលអវិជ្ជមាននោះទេប៉ុន្តែគឺជាការផ្ដល់ឲ្យពួកគេឃើញពីភាពវិជ្ជមាននេះគឺជាឧទាហរណ៍ដែលយើងឃើញជាប្រចាំមិនកូនក្នុងព្រឹត្តិការណ៍សាលាទេបើកូនអត់ដឹងរៀនទេកូននឹងលំបាកជួយផ្ទុយទៅវិញការផ្ដល់ក្តីស្រមៃធំនិងការបង្កើតទម្លាប់ប្រចាំថ្ងៃល្អដល់កូនរបស់លោកអ្នកគឺជាការបង្កើតរូបភាពគោលដៅជាប្រយោជន៍សម្រាប់ពួកគេតទៅអនាគតនេះសភៅលោកអ្នកចាំមកអានឲ្យស្ដាប់ក្តីស្រមៃរបស់កូនកណ្ដាលកូនក្តីស្រមៃចាំមកអានស្ដាប់ទម្លាប់មួយទៀតគឺការហាមកូនជាការពិតការបង្រៀនក្មេងឲ្យដឹងខុសត្រូវគឺជាកាតព្វកិច្ចរបស់មនុស្សធំក្តីស្រឡាញ់របស់ឪពុកម្ដាយគឺមិនចង់ឃើញកូនលំបាកទេប៉ុន្តែពេលខ្លះទម្លាប់ហាម5របស់យើងទៅកាន់ក្មេងៗអាចបង្អាក់ភាពលូតលាស់ទាំងផ្នែកស្មារតីនិងរាងកាយរបស់ពួកគេបានជាការល្អយើងគួរអនុញ្ញាតឲ្យពួកគេរៀនសាកល្បងធ្វើអ្វីៗដោយខ្លួនឯងបើកឱកាសឲ្យពួកគេរៀនពីឧបសគ្គទាំងនោះនាពេលអនាគតបទពិសោធន៍ទាំងនោះនឹងអាចជួយពួកគេឲ្យឯករាជ្យបាន
ប្រការ2គឺការយកចិត្តទុកដាក់ទៅលើការសិក្សារបស់កូនជាការពិតការបង្រៀនគឺជាកាតព្វកិច្ចរបស់សាលារៀនក៏ប៉ុន្តែការជួយជំរុញបន្ថែមនៅផ្ទះនឹងអាចជួយឲ្យកុមារកាន់តែមានភាពជឿជាក់ទៅលើការសិក្សារបស់ខ្លួននៅក្នុងករណីនេះតើយើងគួរធ្វើដូចម្តេចនៅពេលដែលកូនរបស់យើងមិនសូវយល់ពីកិច្ចការសាលាដែលបានដាក់មកតើយើងគួរមិនយកចិត្តទុកដាក់ឬក៏ជួយដល់ពួកគេតាមពិតទៅការដាក់ការងារចុះងាកមកផ្ដល់ពេលវេលាបន្តិចបន្តួចដល់កូនដើម្បីជួយពួកគេគឺមានសារៈសំខាន់ណាស់សម្រាប់លទ្ធផលល្អដែលយើងនឹងទន្ទឹងពីពួកគេប្រការទី3គឺការលើកទឹកចិត្តកុមារជាទូទៅគឺឆាប់បោះបង់ចោលនៅពេលដែលគេធ្វើអ្វីមួយមិនទទួលបានលទ្ធផលល្អពួកគេត្រូវការមើលឃើញពីតម្លៃនៃលទ្ធផលដែលពួកគេបានធ្វើជាជាងមិនបានធ្វើអ្វីទាំងអស់ទោះជាលទ្ធផលយ៉ាងណាយើងត្រូវលើកទឹកចិត្តពួកគេតាមរយៈពាក្យសម្ដីល្អៗនិងជួយគ្រប់វិធីដើម្បីឲ្យពួកគេទទួលបានជោគជ័យជាយ៉ាងណាការជ្រើសរើសដ៏ត្រឹមត្រូវតាំងពីដំបូងគឺមានសារៈសំខាន់ណាស់សម្រាប់ឪពុកម្ដាយគ្រប់រូបនេះគឺជាប្រការទី4ម្ដាយគ្រប់រូបគួរតែព្យាយាមបំបៅកូនដោយទឹកដោះហើយទឹកដោះដំបូងគឺសំខាន់ខ្លាំងណាស់សម្រាប់ប្រព័ន្ធការពាររាងកាយរបស់ទារកក្នុងករណីដែលយើងជាប់រវល់នឹងការងារការជ្រើសរើសម្សៅទឹកដោះគោសម្រាប់កូនដោយខ្លួនឯងគឺជាប្រការដែលឪពុកម្ដាយគួរពិចារណាដោយយកចិត្តទុកដាក់ជាទីបំផុតសូមពិនិត្យមើលដោយខ្លួនឯងថាតើម្សៅទឹកដោះគោទាំងនោះមានធាតុផ្សំចាំបាច់បំផុតដូចចំណុចខាងក្រោមដែរឬទេ1. Probiotic Promathynum សម្រាប់ប្រព័ន្ធការពាររឹងមាំ 2. សម្បូរកាល់ស្យូមនិងវីតាមីន D សម្រាប់ការលូតលាស់រឹងមាំ 3. សម្បូរជាតិដែកសម្រាប់ការពារសារពាង្គកាយ 4. តុល្យភាពនិងសារធាតុ fatty acid សម្រាប់ភាពវៃឆ្លាតបច្ចុប្បន្ននៅលើទីផ្សារមានជម្រើសច្រើនប៉ុន្តែជម្រើសដ៏ល្អបំផុតសម្រាប់កុមារកម្ពុជាគឺជាម្សៅទឹកដោះគោដែលផលិតតម្រូវតាមកុមារអាស៊ីលូតលាស់ក្នុងលក្ខខណ្ឌប្រទេសកំពុងអភិវឌ្ឍទាំងនេះគឺជាប្រការខ្លីៗស្ដីពីរបៀបដែលលោកអ្នកអាចធ្វើឲ្យកូនជាទីស្រឡាញ់របស់យើងធំធាត់ដឹងក្តីឡើងត្រឹមត្រូវក្នុងបរិបទសង្គមបច្ចុប្បន្ននេះហើយសូមកុំភ្លេចថាកូនល្អគឺចាប់ផ្ដើមតាំងពីការជ្រើសរើសដំបូងសូមអរគុណចំពោះការតាមដាននិងសូមចែករំលែកចំណេះដឹងនេះទៅកាន់មនុស្សជាទីស្រឡាញ់របស់លោកអ្នក